ស្ដីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយនៅក្នុង Channel VHR សម្រាប់រឿងមុននឹងចូលដល់សាច់រឿងបន្ទាប់សូមអ្នកទាំងអស់គ្នាជួយចុច Like Subscribe ហើយនិងចុចសញ្ញាកណ្ដឹងមុននឹងទទួលបានភាពបន្តទៀតអញ្ចឹងចូលសាច់រឿងបន្តចុងពីមុនយើងបានដឹងរួចមកហើយថាននណាហើយនិងម្ដាយរបស់នាងមានចំនួនដោយសារតែម៉ាក់របស់នាងបានដឹងថានាងកំពុងតែប្រើវេទមន្តអញ្ចឹងយើងចូលមកសាច់រឿងបន្ទាប់ននណាបានស្រែកទៅកាន់ម៉ាក់នាងថាតែគាត់មិនមែនជាមនុស្សតែមែនទេក្រែងតែម៉ាក់គឺជាម៉ាក់ទីដែលរស់នៅជាមួយមនុស្សប៉ុន្តែហេតុអីបានជាខ្ញុំមិនអនុញ្ញាតឲ្យមានមិត្តភក្តិដែលក្តីអស់សង្ឃឹមនរណាបាននិយាយបន្តទៅកាន់ម្ដាយនាងថាខ្ញុំគិតថាម៉ាក់គឺជាមនុស្សម្នាក់គត់ដែលយកពីខ្ញុំបំផុតប៉ុន្តែម៉ាក់មិនខុសគ្នាពីមនុស្សទាំងអស់នោះឡើយនៅពេលដែលនិយាយចប់នរណានាងក៏បាននិយាយទៅកាន់ម៉ាក់នាងថាខ្ញុំមិនញ៉ាំអាហារពេលល្ងាចទេខ្ញុំតែគេងហើយម៉ាក់នរណាមិនបាននិយាយអ្វីទៀតទេបានត្រឹមតែមើលដំណើរចាក់ចេញរបស់នរណាប៉ុណ្ណោះម៉ាក់របស់នរណាក៏បានក្រឡេកទៅកាន់រូបថតដែលថតជាមួយនឹងប្តីរបស់នាងហើយក៏បានចាប់កាន់រូបថតនាងដែលថតជាមួយនឹងប្តីរបស់នាងរួចនិយាយថាខ្ញុំមិនបានខ្វល់ពីអារម្មណ៍របស់នាងតតែហើយតែខ្ញុំធ្វើនេះពិតជាត្រឹមត្រូវតាមមែនទេការត្រឡប់មកក្នុងបន្ទប់គេងរបស់នរណាសម្ដីរបស់ម៉ានាងបានពោពេញខួរក្បាលរបស់នាងគុំទុកចិត្តនរណាម្នាក់កុំឲ្យនរណាម្នាក់ចូលផ្ទះគុំបង្ហាញវេទមន្តដល់នរណាម្នាក់កុំឲ្យនរណាម្នាក់ឃើញឲ្យសោះនរណានាងបានគិតក្នុងចិត្តបន្តទៀតថាតើខ្ញុំនឹងត្រូវរស់នៅម្នាក់ឯងរហូតដល់ស្លាប់មែនទេកាត់មកព្រឹកថ្ងៃថ្មីនៅក្នុងទីក្រុងនរណាបានគិតនៅក្នុងចិត្តរបស់នាងថាព្រឹកនេះម៉ាក់នៅតែមានអារម្មណ៍មិនស្រួលខ្ញុំពិតជាមិនចង់ត្រឡប់ទៅផ្ទះវិញឡើយប្រហែលជាខ្ញុំគួរតែឈប់ទៅហៅរបស់លូវីហើយនៅពេលកំពុងតែដើរនៅក្នុងទីក្រុងសុកនរណាស្រាប់តែឃើញមនុស្សជាច្រើនកំពុងអ៊ូអរនៅមុខហាងរបស់លូវីនរណាក៏បានគិតនៅក្នុងចិត្តថាតើមានរឿងអ្វីកើតឡើងនាងក៏បានរត់ចូលទៅក្នុងចំណោមមនុស្សទាំងនោះហើយក៏បានឃើញកងទ័ពកំពុងតែចាប់គ្រួសាររបស់លូវីបង្ហាញនៅចំពោះមុខមហាជនដោយកងទ័ពនោះបានសួរទៅកាន់លូវីថាខ្ញុំសួរអ្នកម្ដងទៀតតើអ្នកស្គាល់វេទមន្តទេលូវីបានតបទៅវិញទាំងទឹកមុខភ័យថាអ្នកកំពុងនិយាយពីអ្វីខ្ញុំមិនដឹងទេកងទ័ពនោះក៏បាននិយាយតទៅកាន់លូវីការិយាល័យឃ្លាំមើលវេទមន្តបានរាយការណ៍មកកាន់ខ្ញុំនៅព្រឹកនេះប្រុសម្នាក់បានឃើញអ្នកធ្វើឲ្យវ៉ែនតារបស់អ្នកធ្លាក់បាយជាបំណែកកាលពីម្សិលមិញប៉ុន្តែយ៉ាងណាមិញព្រឹកនេះពួកគេបានឃើញវ៉ែនតារបស់អ្នកត្រឡប់មកវិញធម្មតាកងទ័ពម្នាក់នោះបានបន្តទៀតថាហាងនៅក្នុងទីក្រុងនេះត្រូវចំណាយពេល3ថ្ងៃដើម្បីជួសជុលវ៉ែនតាមួយគូប៉ុន្តែវាចម្លែកណាស់ដែលពួកគេត្រូវបានដូចដើមវិញត្រឹមរយៈពេល1យប់លុះត្រាតែអ្នកបានប្រើវេទមន្តដើម្បីធ្វើវាបើយើងក្រឡេកមើលទឹកមុខរបស់នរណានាងមានការភិតភ័យជាខ្លាំងលូវីនាងបានឆ្លើយតបទៅកាន់កងទ័ពនោះថាគ្មានមន្តអាគមណាដែលពាក់ព័ន្ធនឹងគ្នាទៅតែសោះខ្ញុំគ្រាន់តែប្រើឧបករណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំដើម្បីជួសជុលវាកងទ័ពនោះក៏បានសួរទៅកាន់លូវីថាពិតមែនឬតែអ្នកជួសជុលវាដោយរបៀបណាបន្ទាប់មកបង្ហាញយើងកងទ័ពនោះក៏បាននិយាយបន្តទៀតថាអ្នកមិនចាំបាច់បារម្ភថាយើងសង្ស័យអ្នកជាគ្រូវេទមន្តទេពេលយើងសូត្រប្រវត្តិគ្រួសាររបស់អ្នកយើងបានរកឃើញពីខ្សែស្រឡាយដ៏វែងរបស់បុព្វបុរសរបស់អ្នកដែលរស់នៅក្នុងទីក្រុងនេះជាអ្វីគួរឲ្យសង្ស័យទេកងទ័ពនោះបានខ្សត់ទៅកាន់លូវីលើទៅខាងមុខហើយប្រកាសថាគ្រូវេទមន្តជាម្នាក់ណាដែលបានជួសជុលវ៉ែនតារបស់អ្នកតមកប្រាប់ឈ្មោះរបស់គេមកយើងប្រជាជននៅទីនោះបានស្រែកឡើងថាឆាប់ប្រាប់ឈ្មោះរបស់គេមកតើគេជាអ្នកណាមកឪពុកលូវីបានកលេចមើលទៅមុខលូវីបន្តិចហើយស្រែកសួរលូវីថាហេតុអីបានជាឯងមិននិយាយអីសោះចឹងរបស់លូវីក៏បាននិយាយបន្តទៀតថាឯងប្រាប់ឈ្មោះគេទៅឯងមិនចាំបាច់ការពារពួកគេទេម្ដាយរបស់លូវីក៏បាននិយាយទៅកាន់លូវីថាពលស្រីហេតុអីបានជាកូនមើលទៅដូចជាស្ទាក់ស្ទើរបែបប្រជាជននៅទីនោះពួកគេបាននិយាយថាប្រកាសណាស់ប្រហែលជាពួកគេនឹងសម្រាប់ក្រុមគ្រួសាររបស់នាងប្រសិនបើធ្វើឲ្យពួកគេខឹងយើងប្រហែលជាត្រូវបានលេងខួរក្បាលដោយគ្រូវេទមន្តម្នាក់នោះហើយកងទ័ពនោះបានលើកកំភ្លើងឡើងហើយសួរថាតើអាចពិភាក្សារឿងទាំងអស់នេះនៅកន្លែងស្ងាត់ឯកជនជាងនេះបានទេដូច្នេះតើត្រឹមត្រូវទេកងទ័ពនោះបានលើកកំភ្លើងដល់ជើងទៅម្ដាយរូវីហើយនិយាយបន្តទៀតថាដោយប្រាប់ពីគ្រូវេទមន្តម្នាក់ដែលនៅទីនេះឬក៏ចង់ឲ្យក្រុមគ្រួសាររបស់អ្នកត្រូវបានយើងសម្រាប់មុខរបស់ឪពុកម្ដាយលូវីមានការភិតភ័យជាខ្លាំងដែលឃើញដូច្នោះលូវីមិនបាននិយាយអ្វីក្រៅពីភាពតក់ស្លុតនោះទេលូណានាងក៏បាននិយាយថាគ្រូវេទមន្តម្នាក់នោះគឺជាទឹកមុខរបស់នាងបង្ហាញយ៉ាងច្បាស់ថានាងពិតជាមានភាពតក់ស្លុតខ្លាំងណាស់ដោយមិនអាចនិយាយអ្វីបានក្នុងចំណោមមនុស្សម្នាទាំងនោះនរណាក៏ស្ថិតនៅក្នុងនោះផងដែរទឹកមុខរបស់នាងបង្ហាញថានាងពិតជាមានការភិតភ័យដោយលូវីនាងក៏បានក្រឡេកទៅឃើញនរណាដោយទឹកមុខភិតភ័យកងទ័ពនោះបាននិយាយទៅកាន់លូវីតើមានអ្វីខុសអ្នកអនុញ្ញាតឲ្យគ្រួសាររបស់អ្នកស្លាប់ដើម្បីពួកគេម្ដាយរបស់លូវីបានស្រែកសួរទៅកាន់លូវីតើឯងចង់ការពារម៉ាហ្គែសនឹងតែមែនទេម៉ាហ្គែសនឹងគឺជាគ្រូវេទមន្តអ្នកអរគ្នាបើសិនជា
ពេលខ្លះខ្ញុំនិយាយគ្រូវិតមុនហើយនឹងមកគេហៅនឹងតែមួយណាអ្នកគ្នាអញ្ចឹងយើងចូលសាច់រឿងយើងវិញប្រជាជននៅទីនោះពួកគេបានស្រែកទៅកាន់លូវីឆាំនិយាយភ្លាមមកលូវីមិនបាននិយាយអ្វីគ្រាន់តែបង្ហាញទឹកមុខភ័យរបស់ដោយក្រឡេកទៅមើលមុខនរណាកងទ័ពនោះបានស្រែកសម្លុតទៅកាន់លូវីប្រាប់មកថាតើឈ្មោះម៉ាហ្គីគឺជាអ្នកណាដែលយកកំភ្លើងភ្ជុំក្បាលរបស់លូវីធ្វើឲ្យនាងមានការខិតភ័យនិងយំកាន់ដោយដឹងថាខ្លួនមិនអាចធ្វើអ្វីបានលូវីនាងបានប្រាប់ទៅកងទ័ពនោះថាគឺជាណូណាអ៊ីវីនជាក្មេងស្រីដែលក្រងសក់នៅទីនោះទឹកមុខរបស់នរណានាងពិតជាខកចិត្តហើយតក់ស្លុតនៅចុងវីដេអូខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចចូលចិត្តប្រភេទ manga លក្ខណៈអក្សរខ្មែរអញ្ចឹងទេអញ្ចឹងហើយខ្ញុំធ្វើត្រឹមភាគនេះជាភាគចុងក្រោយអាចថាភាគចុងក្រោយអញ្ចឹងខ្ញុំនឹងចូលទៅរឿងថ្មីតែបើសិនជាអ្នកនរគ្នាគិតថារឿងនឹងល្អមើលដោយសារតើវា color សក់ខ្មៅមែនប៉ុន្តែសាច់រឿងវាល្អមើលបើសិនជាអ្នកនរគ្នាគិតថាមើល color ខ្ញុំនឹងធ្វើវីដេអូពី manga color